បាទបងប្អូនខ្ញុំទៅលេងវត្តឃើញមានរូបព្រះពុទ្ធបដិមាមានរូបស្វាមានរូបដំរីហើយខ្ញុំក៏បានថ្វាយប្រគេននៅទឹកដោះគោឆៅនិងទុកសត្វជូនព្រះសម្មាសម្ពុទ្ធការដាក់ទៅចំពោះព្រះសម្មាសម្ពុទ្ធនេះគឺជាការដឹងគុណដោយកុំបានព្រះអង្គត្រាស់ដឹងកុំអីក៏មិនដឹងថាអ្វីទៅហៅថាគុណអ្វីទៅហៅថាទោសហើយអាចផ្ដាច់នៅរឿងម៉ោងសៅមួយចំនួនជាប់ពាក់ទាំងឡាយហើយមិនស្រឡះក្នុងចិត្តគិតទៅថាព្រះអង្គបើយើងគិតឲ្យមែនតើទៅពិចារណាឲ្យជ្រៅទៅគឺវាបានបនបានផលច្រើនហើយស្រឡះហើយបងប្អូនកុំច្រឡំថាខ្ញុំដាក់ប្រកេនជូនព្រះសម្មាសម្ពុទ្ធអញ្ចឹងទៅដាក់ចំពោះអ្នកណាខុសគ្នាណាបងប្អូនត្រូវមានបញ្ញាគិតបើយើងដាក់ថ្វាយជូនព្រះសម្មាសម្ពុទ្ធដែលជាទូព្រះសម្មាជាព្រះអរហន្តលោកអត់ជាប់ពាក់ជាមួយនឹងរបស់ដែលថ្វាយទេអត់ជាប់ពាក់ជាមួយនឹងរសទេរសនៃអាហារទេតែបើដាក់ជាមួយនឹងអ្នកតាឬក៏ព្រាសូរកាយអីគេជាប់ពួកគេនៅជាបឋិជនអញ្ចឹងវានៅតោងវានៅទៀងវានៅតាមដាក់ឲ្យយើងហើយយើងដាក់ឲ្យគេនឹងតែបើមិនដាក់ទេវាអាចទៅជាកាច់យើងកាច់អីចឹងណាអញ្ចឹងរាល់ការឲ្យរបស់យើងខ្លះក៏វាជាប់ទោសដែរជាប់ទុកទោសមិនចឹងការមានពីវិរិយជាមួយគ្នាអញ្ចឹងការឲ្យនោះយើងឲ្យប្រកេនទៅនោះប្រកេនចំពោះព្រះអរហន្តដូចជាព្រះសម្មាសម្ពុទ្ធនិងព្រះអរហន្តដទៃទៀតអញ្ចឹងណាតែលោកអត់មានជាប់ពាក់ទេព្រោះយើងមិនឲ្យក៏ហីទៅហើយណាមួយទៀតលោកបរិនិព្វានហើយលោកមិនមានមកនេះទេតែនៅតែយើងរលឹកដឹងគុណថាកុំបានធម៌ព្រះអង្គសម្ដែងចេញមកកុំអីក៏មិនយល់ដឹងគុណទុកកុំអីសាងអាក្រក់ច្រើនជាងនេះទៅទៀតគឺថាបានសូមអរគុណច្រើនបាទ